រៀបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចំហុយស្ពៃបូកគោបងប្អូនចានេះបើយើងមានអាស្ពៃបូកគោអានេះខ្ញុំយកខ្ញុំមានបដូរវាបងប្អូនចាអាស្ពៃបូកគោទូចយកយើងយកស្ពៃបូកគោនឹងមកគឺខ្ញុំពុះវាជាពីរអញ្ចឹងណាបងប្អូនចាយើងពុះវាហើយគឺយើងសម្រៀបដាក់ចានអញ្ចឹងមកនេះបងប្អូនយើងពុះវាអាកូនស្ពៃបូកគោទូចណារួចហើយគឺយើងមានសាច់ក្តាមបងប្អូននេះសាច់ក្តាមយើងមានសាច់ក្តាមហើយយើងយកសាច់ក្តាមហ្នឹងយើងយកអាសាច់ក្តាមហ្នឹងបងប្អូនយើងយកមកយើងតម្រៀបដាក់ពីលើហ្នឹងឯងបងប្អូនសាច់ក្តាមបងប្អូនកាលណាយើងចង់ដាក់តិចឬក៏ដាក់ច្រើនស្រេចចិត្តយើងឯងយើងចូលចិត្តសាច់ក្តាមគឺយើងដាក់សាច់ក្តាមមកច្រើនហើយសាច់ក្តាមយើងទិញអាសាច់ក្តាមអាល្អតិចណាបងប្អូនចាបើសាច់ក្តាមមកថោកគឺអត់ឆ្ងាញ់ទេបងប្អូនយើងទិញអាសាច់ក្តាមណាដែលហែកមកឃើញសរសៃអញ្ចឹងណាបងប្អូននេះឲ្យវាឃើញមកចេញឡើងសរសៃអញ្ចឹងมันឆ្ងាញ់បងប្អូនសាច់ក្តាមមកគឺខ្ញុំចូលចិត្តសាច់ក្តាមបងប្អូនខ្ញុំដាក់សាច់ក្តាមឲ្យរីងក្រែលបន្តិចនេះបងប្អូនយើងដាក់សាច់ក្តាមអញ្ចឹងណាបងប្អូនចារួចហើយបងប្អូនយើងមានអីហ៎នេះសាច់ក្តាមខ្ញុំដាក់រួចហើយបងប្អូនខ្ញុំមានសាច់ជ្រូកច្រាំហើយនឹងមានពោតបងប្អូនសាច់ជ្រូកច្រាំនឹងមានពោតរួចហើយគ្រឿងនោះគឺមានឲ្យបងប្អូនទឹកពេញប៉ោះអានេះគ្រឿងម្ទេសចិននេះល្ងហើយអានេះគឺប្រេងល្ងណាបងប្អូននេះប្រេងល្ងហើយអានេះគឺស៊ុបខ្នុរហើយអានេះគឺប្រេងខ្យងបងប្អូនចាដូច្នេះគ្រឿងទាំងអស់នេះបងប្អូនចូលចិត្តគ្រឿងមួយណាច្រើនជាងគេគឺយើងដាក់តាមហ្នឹងឯងបងប្អូនចាតាមការដែលយើងចូលចិត្តចាដូច្នេះគឺខ្ញុំបានលាយហើយនៃគ្រឿងបងប្អូនចាខ្ញុំអត់បានថាចាក់មួយឲ្យបងប្អូនមើលព្រោះខ្ញុំចាក់នឹងចានខ្ញុំលាយឲ្យបងប្អូនចាដោយថាខ្ញុំចូលចិត្តគ្រឿងមួយណាច្រើនជាងឧទាហរណ៍ថាខ្ញុំចូលចិត្តទឹកម្ទេសច្រើនគឺខ្ញុំដាក់ទឹកម្ទេសច្រើនអញ្ចឹងណាបងប្អូនចាឥឡូវខ្ញុំលាយគ្រឿងនេះខ្ញុំលាយរួចហើយខ្ញុំយកសាច់ជ្រូកឲ្យបងប្អូនសាច់ជ្រូកហើយនឹងសាច់ជ្រូកបងប្អូននេះសាច់ជ្រូកហើយនឹងពោតបងប្អូនសាច់ជ្រូកហើយនឹងពោតហ្នឹងខ្ញុំយកមកលាយចូលគ្នានេះខ្ញុំយកមកលាយចូលគ្នាអញ្ចឹងណាបងប្អូនចាហើយបើយើងមានស្លឹកខ្ទឹមបងប្អូនយើងថែមស្លឹកខ្ទឹមទៀតមកគឺឆ្ងាញ់តែហ្មងបងប្អូនចាតែខ្ញុំថ្ងៃនេះអត់មានស្លឹកខ្ទឹមទេបងប្អូនអស់ស្លឹកខ្ទឹមដូច្នេះកាលណាយើងលាយចូលអញ្ចឹងរួចហើយបងប្អូនយើងយកមកនេះបងប្អូនចាយើងយកមកដាក់ពីលើអាស្ពៃហើយនឹងសាច់ក្តាមយើងមិញហ្នឹងណាបងប្អូនកាលណាយើងដាក់រួចហើយអញ្ចឹងនេះយើងដាក់រួចហើយគឺយើងយកទៅចំហុយបងប្អូនចាយើងយកទៅដាក់ចំហុយកាលណាដាក់ចំហុយហើយគឺរួចរាល់បងប្អូនចាំមើលក្នុងការចំហុយទៀតណាបងប្អូនចាឥឡូវយើងរៀបចំគ្រឿងរួចហើយគឺយើងយកទៅចំហុយ